វីដេអូនេះចង់ផ្ដាំទៅម៉ាក់ឬក៏ប៉ាប៉ាដែលគាត់ចូលចិត្តឲ្យអូនប្រើ pacifier ដែលជាប្រភេទក្បាលមុំជក់ដែលអាហ្នឹងគឺភាគច្រើនខ្ញុំឃើញក្មេងៗគឺប្រើច្រើនមែនតើនេះនៅក្នុងវីដេអូនេះគឺគាត់កូនគាត់ហ្នឹងគឺឆ្លាក់ប្រភេទ pacifier ហ្នឹងហើយនៅក្នុងហ្នឹងអូនគឺគាត់និយាយទៅគាត់ឆ្លាក់ប្រភេទហ្នឹងនៅក្នុងកពេលគាត់គេងអញ្ចឹងគាត់ទំនំតែខ្ជិះអានឹងចេញមកបានគាត់ក្អួតផងអីផងហើយនេះវីដេអូនេះគឺគាត់នឹងគឺនៅម្នាក់ឯងទៀតម៉ាក់ប៉ាប៉ាគេហ្នឹងគឺភិកច្រើននៅបែររកគេឲ្យកូនគេគេងម្នាក់ឯងអញ្ចឹងបើសិនជាបងត្រឡប់ឲ្យអូនគាត់គេងម្នាក់ឯងគួរតែអូនគាត់គេងកន្លែងដែលស្លាក់ហើយនឹងអត់មានអីនៅចិត្តទៅហើយឈប់បន្តប្រើអាហ្នឹងពេលអូនគេងទៀតអញ្ចឹងបើសិនជាវីដេអូនេះមានប្រយោជន៍អាច share វីដេអូនេះទុកមួយម៉ាដែលគាត់ចង់បានជាប្រភេទដបស៊ីលីកូនដូចខាងលើនេះគឺនៅណា Toy Store មានលក់អញ្ចឹងសម្រាប់ដបតកូននេះជាប្រភេទដបស៊ីលីកូនណាដែលជាប្រភេទដប PPSU ដែលអាចនឹងប្រើប្រាស់នៅក្នុងសីតុណ្ហភាពដល់ទៅ180អង្សាសេហើយចំពោះដបនេះពិសេសណាអាចប្រើនៅក្នុងសីតុណ្ហភាពដល់20អង្សាសេទៀតអញ្ចឹងសម្រាប់ដបនេះគឺម៉ាអាចមករកបាននៅខាងណា Toy Store យើងមានលក់តម្លៃអត់ថ្លៃទេធូរថ្លៃខ្លាំងមែនតើ